ព្រលឹមស្រាងផ្សែងក៏បានហុយចេញពីផ្ទះបាយធ្វើអំពីឈើនិងពន្លឺភ្លើងចង្កៀងផ្លុងអមដោយសំឡេងចម្រៀងបែបមដកសំនៀងល្វើយចេញពីកូនវិសុដ៏តូចហើយហាក់បីដូចជាដាស់ព្រលឹងវិញ្ញាណសពសត្វមនុស្សទាំងឡាយឲ្យក្រោកពីនិន្ទ្រាដើម្បីចាប់ផ្ដើមថ្ងៃថ្មីងាកទៅមើលលោកពូចម្រុងនិងអ្នកមិញសុខាយើងវិញម្នាក់ដាំបាយម្នាក់ចិត្តបន្លែត្រីសាច់និងមានលេបខាយសម្ដីដាក់ប្រពន្ធថាក្រោកពីព្រលឹមងងុយបើកភ្នែកមិនរួចសោះតែក្រោយពីឃើញសម្រស់ប្រពន្ធបងធ្វើឲ្យភ្នែកបងហាក់ស្រឡះដូចព្រះអាទិត្យរះនាពេលព្រឹកព្រលឹមយ៉ាងអញ្ចឹងអ្នកមិញសុខាកាលបានឮសម្ដីប្តីពោលពាក្យយ៉ាងដូចនេះក៏អោនមុខចុះហើយលួចញញឹមក្នុងចិត្តដោយក្តីរំភើបរីករាយរួចក៏តបថាដឹងស្អីទេបងនេះអូនកូន3ហើយណាសរសើរអូនបែបហ្នឹងមានបំណងអីទេដឹងមើលទៅពេលនោះលោកពូក៏បានតបថាក្រៅពីអូនភ្នែករបស់បងបើកមិនរួចទេបើអូនស្អាតយ៉ាងនេះថ្ងៃនេះបងនឹងសុំកូនពីអូនពីបារមីវត្តស្រីយើងមួយទៀតហើយអូនព្រមទេអ្នកមិញយើងក៏តបថាដឹងស្អីទេបងអូនអៀនណានិយាយធ្វើដូចនៅក្រមុំកំឡោះនិស័យពូកែសរសើរនឹងលោកនារីរបស់បងអូនឲ្យ100លើ100ហើយពូកែតែមិនដឹងជាមាននារីប៉ុន្មានអ្នកទេដែលលងជឿសម្ដីបងឯងតាមពិតទៅគឺបងជាមនុស្សស្មោះណាស់ខ្លែងអំពីដួងកែវកំណើតទេវបុត្រយើងឯនោះវិញក៏បានខិតខំស្វែងរកអ្នកដែលមាននិស្ស័យចង់មកយកកំណើតឯនោះវិញដោយអំណាចទឹកចិត្តដ៏បរិសុទ្ធរបស់ប្តីប្រពន្ធមួយគូនេះបានសាយភាយដល់វិញ្ញាណទេវបុត្រយើងដែលកំពុងស្វែងរកផងនោះក៏កើតចិត្តរីករាយត្រេកអរណាស់ក៏តាមទៅជាមួយដល់វត្តសំលេងកង់ដប់គ្នាឮសូរងែតងត់គេឃើញក្មេងស្រីច្បងម្នាក់កំពុងជិះកង់ដប់ប្អូន2នាក់ពីក្រោយតាមពីក្រោយកង់ខាងមុខប្តីប្រពន្ធមួយគូកំពុងជិះកង់ដោយស្នាមញញឹមដៃកាន់ផ្កាឈូកផ្កាស្បៃរឿងស្រាក់ព្រមទាំងទៀនធូបក្នុងសម្លៀកបំពាក់ប្រពៃណីបែបខ្មែរបុរាណសំដៅទៅវត្តស្រយើដែលមានចម្ងាយប្រហែល4គីឡូម៉ែត្រពីផ្ទះដោយទឹកមុខរីករាយនឹងស្នាមញញឹម